Boom ថ្ងៃយើងជួបគ្នាទៀតហើយខ្ញុំបាទស្វ័យ anime តោះកុំឲ្យខាត់ពេលយូរទៅទស្សនាទាំងអស់គ្នាសាច់រឿងបានកាត់ទៅដល់តួប្រុសដែលភ្ញាក់ពីដេកដែលយប់មិញតួប្រុសបានគិតថាការប្រយុទ្ធមិញគឺគ្រាន់ជាការយល់សប្តិតែប៉ុណ្ណោះប៉ុន្តែវាមិនមែនជាការពិតនោះទេព្រោះតួឯកប្រុសរបស់យើងកំពុងតែនៅក្នុងផ្ទះរបស់ចៃរ៉ូដែលដេកជាមួយនឹងកូនចៅរបស់ចៃរ៉ូទាំងប្រមាណអ្នកនឹងឯងចំណែកអូនស៊ូសាណេនិងប្រូសក់ខំក៏បានមកមើលតួឯកប្រុសរបស់យើងព្រោះបានឮថាចៃរ៉ូនឹងបានចាប់មកកន្លែងហ្នឹងតួឯកប្រុសរបស់យើងក៏បានទៅប្រាប់អ្នកទាំងពីរវិញថាមិនបាច់បារម្ភនោះទេខ្លួនគឺមានសុវត្ថិភាពនៅឡើយតែការពិតការប្រយុទ្ធមិញតួឯកប្រុសជួបរឿងរ៉ាវច្រើនមែនទែនពេលហ្នឹងតួឯកប្រុសរបស់យើងគឺ stress ខ្លាំងមែនទែនព្រោះអត់ដឹងថាខ្លួនឯងនឹងត្រូវជួបអីខ្លះទៀតនៅថ្ងៃបន្ទាប់តួឯកប្រុសក៏បាននិយាយថាទោះបីវើហាត់ជាមួយនឹងចៃរ៉ូពិបាកខ្លាំងប៉ុណ្ណាក៏ខ្លួននៅតែទ្រាំនឹងតស៊ូដើម្បីធ្វើឲ្យខ្លួននឹងខ្លាចជាអ្នកមានប្រយោជន៍ដើម្បីជួយអ្នកទាំងពីរវិញអញ្ចឹងទៅតែឯប្រុសសក់ក្រហមនិងអូនស៊ូស្នេហ៍ក៏បានប្រាប់ទៅតួឯកប្រុសរបស់យើងវិញថាអ្នកទាំងពីរនឹងចាប់ផ្ដើមខិតខំហ្វឹកហាត់ឲ្យខ្លាំងដូចគ្នាដល់ពីអ្នកទាំងពីរបានចាក់ចេញទៅយូសូតូក៏បានគិតថាខ្លួននឹងធ្វើឲ្យបន្តទៀតហេតុអ្វីបានជានៅសុកខ្លួនធ្លាក់ក្នុងស្ថានភាពបែបហ្នឹងប៉ុន្តែតួឯកប្រុសរបស់យើងក៏បានកលេចទៅមើលអូនស៊ូស្នេហ៍ឃើញអូនស៊ូស្នេហ៍សប្បាយចិត្តក្នុងការរស់នៅក្នុងពិភពមួយនេះខ្លាំងមែនទែនអញ្ចឹងខ្លួនក៏មានទឹកចិត្តក្នុងការរស់នៅពិភពនេះដូចគ្នាហើយក៏បានគិតទៀតថានៅថ្ងៃណាមួយខ្លួននឹងមានម៉ាជីខ្លាំងដូចអ្នកទាំងពីរដែរដើម្បីធ្វើការការពារហេរ៉ូយ៉ាងទាំងពីរនៅអូនស៊ូសេជាមួយនឹងប្រូកាស៊ូគីនឹងឯងបន្ទាប់មកយើងក៏បានឃើញថាចៃរ៉ូដើរមកហើយក៏បានសួរតួឯកប្រុសរបស់យើងថានិយាយជាមួយមិត្តភក្តិហើយឬនៅអានឹងវឹកហាត់ម៉ែគាត់ថាតួឯកប្រុសរបស់យើងឃើញចៃរ៉ូភ្លាមគ្នានឹងភ័យស្លន់បដ ாய் បន្ទាប់មកចៃរ៉ូក៏បានឲ្យសភៅកណត់ហែបមួយក្បាលដើម្បីកត់សកម្មភាពដែលតួឯកប្រុសរបស់យើងបានវឹកហាត់បានប្រមាណនេះចឹងទៅបន្ទាប់ពីតួឯកប្រុសរបស់យើងបានស្រស់ស្រូបអាហារពេលព្រឹករួចចៃរ៉ូក៏បានឲ្យវឹកហាត់បន្ទាប់មកយើងឃើញថាចៃរ៉ូនឹងគ្រាន់តែឲ្យតួឯកប្រុសរបស់យើងឈរតាមសមាធិតែប៉ុណ្ណោះប៉ុន្តែតួឯកប្រុសរបស់យើងមានអារម្មណ៍ថានៅក្នុងខ្លួនរបស់គាត់ដូចជាមានធម៌ពលអ្វីមួយយ៉ាងផុសចេញមកអញ្ចឹងហើយចៃរ៉ូក៏បានបញ្យល់ថានឹងហើយគឺជាធម៌ពលម៉ាជីកពណ៌បៃតងរបស់ឯងហ្នឹងហើយចៃរ៉ូក៏បាននិយាយថាចាំអាចារ្យណាប្រេនយូសតូនឹងអាចារ្យប្រើប្រាស់ធម៌ពលដើម្បីនៅក្នុងខ្លួនគេនឹងឯងតែអាចារ្យណាចង់ឲ្យឯងណាតាំងសមាធិឲ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងសិនបន្ទាប់ពីតាំងសមាធិមកព្រឹកហើយចៃរ៉ូក៏បានឲ្យតួឯកប្រុសរបស់យើងហ្នឹងមកអានសភៅនៅក្នុងបន្ទប់វិញហើយសភៅនឹងដែរក៏ជាទីតាំងភូមិសាស្ត្រនៃនគរទាំងមូលតែម្ដងហើយចៃរ៉ូហ្នឹងបានបង្ហាញថានគររបស់យើងគឺវានៅចិត្តទីតាំងរបស់ពួកបិសាចខ្លាំងមែនទែនអញ្ចឹងហើយបានជាពួកបិសាចហ្នឹងវាចូលនៅក្នុងនគររបស់យើងដើម្បីធ្វើការវាប្រហារជារៀងរាល់ថ្ងៃហើយចៃរ៉ូនឹងបានប្រាប់តួប្រុសរបស់យើងឲ្យខិតខំស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃនគរទាំងមូលនេះទៅកាលណាដែលយើងស្គាល់ពីទីតាំងភូមិសាស្ត្រនៃនគរទាំងនេះហើយយើងងាយស្រួលនឹងធ្វើការវឹកហាត់ដើម្បីបង្កើនសមត្ថភាពរបស់យើងឲ្យកាន់តែខ្លាំងឡើងហើយយើងឃើញថាការវឹកហាត់ថ្ងៃទី1របស់តួឯកប្រុសដូចជាមានអីពិបាកនោះទេគ្រាន់តែឲ្យរត់បន្តិចបន្តួចនឹងធ្វើការអានសភៅតែប៉ុណ្ណោះអញ្ចឹងហើយតួឯកប្រុសរបស់យើងដែលជាយូសតូនឹងក៏បានគិតថាខ្លួននឹងអាចឆ្លងផុតពីការវឹកហាត់របស់ចៃរ៉ូនឹងបានថ្ងៃទី3ចៃរ៉ូនឹងឲ្យតួឯកប្រុសរបស់យើងនឹងធ្វើការរត់រហូតដល់កាំងសាច់ដុំដួលទឹកកពកតែម្ដងហើយចៃរ៉ូបាននិយាយថាឲ្យតួឯកប្រុសរបស់យើងនឹងចាប់ក្រោកឈរភ្លាមបើមិនចង់ឈឺសាច់នោះទេថាតួឯកប្រុសរបស់យើងនឹងក្រោកឈរអត់រួចនោះទេគឺឈឺសាច់ដុំខ្លាំងមែនទែនចៃរ៉ូនៅពេលឃើញអញ្ចឹងនៅតួឯកប្រុសរបស់យើងមែនទែនក៏បានប្រើម៉ាជីកហៀរបស់គាត់នឹងទះប្រូនឹងមកដៃស្រែកអាយ៉យជួយផងអាយ៉យប៉ុន្តែតួឯកប្រុសរបស់យើងនឹងបាត់ឈឺមួយរំពេចហើយប្រុសរបស់យើងក៏បានក្នុងចិត្តថាចុំម៉ាជីកអីគេនឹងលយម៉ែម៉ាជីកនឹងព្យាបាលបេះដូងអ្នក single បានអត់ពេលឮតួឯកប្រុសរបស់យើងនិយាយអញ្ចឹងនឹងក៏ខឹងខ្លាំងមែនទែនឲ្យតួឯកប្រុសរបស់យើងនឹងរត់បន្តទៀតពេលឮចៃរ៉ូនិយាយអញ្ចឹងតួឯកប្រុសរបស់យើងភ័យខ្លាំងមែនទែនធ្វើការរត់ដល់លឿនខ្លាចចៃរ៉ូដាក់ម្ដាយទៀតចុកឈាមខ្លាំងមែនទែនហើយចៃរ៉ូបាននិយាយបន្តទៀតថាឲ្យតួឯកប្រុសរបស់យើងនឹងខិតខំរត់ទៅបើសិនជារត់នឹងបាក់ជើងចៃរ៉ូនឹងប្រើ Magic Heal ជួយជើងរបស់គេជាមិនខានកាលម្ដងថ្ងៃទី4យើងឃើញថាតួឯកប្រុសរបស់យើងនឹងពិតជារត់លឿនខ្លាំងមែនទែនហើយពេលនឹងដែរតួឯកប្រុសរបស់យើងនឹងកំពុងតែរត់នឹងមានភាពជឿជាក់ខ្លាំងមែនទែនតែនៅក្នុងកាយភ្នែករបស់កូនចៅចៃរ៉ូវិញគឺថាប៉ែកនឹងរត់ដូចដើមអញ្ចឹងហើយកូនចៅរបស់ចៃរ៉ូនឹងក៏បាននិយាយថាជុំអ្នក single រត់យឺតម៉េប្រូកាលម្ដងថ្ងៃទី5និងថ្ងៃទី6វិញតួឯកប្រុសរបស់យើងនៅបន្តរត់ដដែលហើយចៃរ៉ូនឹងចាំមើលរហូតដល់ពេលនឹងដែរតួឯកប្រុសរបស់យើងនៅពេលដែលខំប្រឹងវឹកហាត់ពេកហើយក៏អស់កម្លាំងហើយក៏បានជប់ជើងដួលហើយនៅពេលនឹងដែរយើងឃើញថាតួឯកប្រុសរបស់យើងនឹងបានបញ្ចេញ Magic ពណ៌បៃតងពេលហ្នឹងចៃរ៉ូក៏បានសរសើរតួឯកប្រុសរបស់យើងថាពិតជាមានសមត្ថភាពខ្លាំងគ្រាន់បើកាត់មួយថ្ងៃទី7យើងឃើញថាចៃរ៉ូកំពុងតែដេញទាត់តួឯកប្រុសរបស់យើងបកាច់បកិនតែចៃរ៉ូហ្នឹងខឹងតួឯកប្រុសរបស់យើងហ្នឹងបានហៅគាត់ថាយើងធ្ងប់មុខងាប់អញ្ចឹងហើយបានចៃរ៉ូធ្វើបាបតួឯកប្រុសរបស់យើងរត់ថ្នាក់ហ្នឹងរ៉ូហ្នឹងឃើញចៃរ៉ូដេញទាត់ដេញធាក់ប៉ុណ្ណឹងឯណាជ្រៀតចង់ចេះចៃរ៉ូថែមទៀតចៃរ៉ូបានដាក់ទណ្ឌកម្មតួឯកប្រុសរបស់យើងហ្នឹងរយៈពេល3ថ្ងៃដែលដេញទាត់ដេញធាក់ហ្នឹងរហូតដល់តួឯកប្រុសរបស់យើងហ្នឹងត្រូវមិនចង់បានរហូតដល់យំកាលម្ដងថ្ងៃទី8និងថ្ងៃទី9វិញយើងឃើញថាតួឯកប្រុសរបស់យើងហ្នឹងមានសមត្ថភាពព្យាបាលខ្លួនឯងបានហើយតួឯកប្រុសរបស់យើងក៏មានប្រសាសន៍ថាហាតែប៉ុណ្ណេះចៃរ៉ូវាយឡើងជឿហើយវើយតួឯកប្រុសរបស់យើងក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅខ្លួននឹងខិតខំវឹកហាត់ជាបន្តទៀតឲ្យកាន់តែខ្លាំងកុំឲ្យចៃរ៉ូនឹងវាយឈឺទៀតកាត់ម្ដងថ្ងៃទី10ឃើញថាតួឯកប្រុសរបស់យើងរត់ចេះហត់នោះទេដោយសារតែតួឯកប្រុសរបស់យើងនឹងមាន Magic Healing ខ្លួនឯងប៉ុន្តែតួឯកប្រុសរបស់យើងក៏មានការព្រួយបារម្ភជាខ្លាំងបើសិនជាខ្លួននឹងបន្តវឹកហាត់បែបនេះទៀតតើខ្លួននឹងអាចជួយអ្នកទាំងពីរនោះដោយរបៀបណាហើយខ្លួនចេះតែរត់តែមួយមុខហើយនឹងចេះវិតមន្ត Healing តែប៉ុណ្ណោះស្រាប់តែពេលនោះដែរចៃរ៉ូក៏ឲ្យតួឯកប្រុសរបស់យើងរត់ថែម30គីឡូថែមទៀតតួប្រុសបាននិយាយថារកគេរកការក្លាប់តែរកនេះរកឃាតករដែរម៉ែណាឲ្យគ្នារត់មួយថ្ងៃ40-50គីឡូអញ្ចឹងមិនងាប់គ្នាអីទេកាត់ម្ដងថ្ងៃទី11វិញម្ដងចៃរ៉ូឲ្យតួឯកប្រុសរបស់យើងនឹងអាវ៉ង់ហើយអាវ៉ង់មួយថ្ងៃហ្នឹងគឺមួយថ្ងៃ800តែម្ដងទាំងអស់គ្នាពេលហ្នឹងដែរចៃរ៉ូក៏បានប្រាប់តួឯកប្រុសរបស់យើងថាមូលហេតុដែលគាត់ធ្វើបាបទូប្រុសបែបនេះគឺចង់ឲ្យទូប្រុសល្អនោះទេហើយនៅថ្ងៃខាងមុខនៅពេលដែលតួឯកប្រុសរបស់យើងជួបសត្រូវមែនទែនហ
ហើយសមត្ថភាពទាំងអស់នេះនឹងជួយឯងនៅថ្ងៃខាងមុខជាពំខានទី1គឺសមត្ថភាពរត់លឿនកាលណាដែលយើងរត់លឿនគឺយើងជួយ hero របស់យើងបានលឿនដូចគ្នាហើយទី2នេះគឺជាកម្លាំងកាលណាដែលយើងមានកម្លាំងនោះយើងនឹងបានជួយ hero យើងភ្លាមៗនិយាយរួមទៅគឺ Zero នឹងចង់ឲ្យតួឯកប្រុសរបស់យើងនឹងខ្លាយខ្លួនជាអ្នកខ្លាំងបានក្រោមការវឹកហាត់របស់ Zero តែម្ដងដូចយើងដឹងហើយថា hero វាយបាក់មុខគឺប្រកាសជាត្រូវការ hero support ពីក្រោយជាពំខានបើសិនជា hero support ទៅតន់គឺរស់បើទៅមិនតន់គឺស្លាប់និយាយរួមទៅ hero support គឺជា hero ដែលសំខាន់មិនអាចខ្វះបានកាន់មួយថ្ងៃទី12យើងឃើញថា Justo ធ្វើការវងនិងធ្វើការរត់យ៉ាងមមាញឹកយើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតួឯកប្រុសរបស់យើងនឹងសមត្ថភាពកាន់តែប្រសើរឡើងហើយកាន់ម្ដងថ្ងៃទី13 Justo របស់យើងនឹងចតរត់ធម្មតាដោយសារតែខ្លួនគេនឹងចេះគ្រប់គ្រងវត្តមន្ត healing អញ្ចឹងគេក៏បានបន្ថែមទម្ងន់របស់គេឲ្យកាន់តែធ្ងន់ដើម្បីងាយស្រួលរត់ហើយនៅពេលដែលខ្លួនគេមានរបួសគេមិនបាច់ភ័យទេដោយសារតែខ្លួននឹងមានវត្តមន្ត healing ដើម្បីព្យាបាលខ្លួនរបស់គេផ្ទាល់លុះចូលមកដល់ថ្ងៃទី14តួឯកប្រុសរបស់យើងចូលវឹកហាត់ហើយក៏ចូលមកបរិភោគអាហារហើយសត្វតកូនចៅចារ៉ូម្នាក់ហ្នឹងក៏បានញ៉ាំអាហារគេអស់ Justo បានលន់មកថាខំវឹកហាត់ចង់ងាប់ហើយមិនក៏លួចស៊ីបាយបាញ់មើលទៅតបដៅអាប៉ែនឹងមួយចោលហើយមួយទៅហើយមកអាប៉ែនឹងឌឺយ៉ាងទៀតមិនម្ដាយល្អអញពេលនឹងដែរតួឯកប្រុសរបស់យើងបានយកកែវទៅគប់លើអាប៉ែហ្នឹងពេលនឹងដែរតួឯករបស់យើងហ្នឹងមើលខ្លាំងមែនទែនដេញវាយអាប៉ែហ្នឹងឡើងចង់ឈួតតែពេលនឹងដែរតួឯកប្រុសរបស់យើងដេញវាយអាប៉ែហ្នឹងបានដោះថ្មចេញពីខ្លួននោះទេក្រោយមកយើងក៏បានដឹងថានេះគឺជាគម្រោងរបស់ចៃរ៉ូតែប៉ុណ្ណោះមកទៅក្រោយមកយើងឃើញថាប្រូកាហ្សាគីជាមួយនឹងអូនស៊ូសេណេហ្នឹងបានមកសួរសុខទុក្ខយូសូតូពេលហ្នឹងអ្នកទាំងអស់គ្នាមានការស្រឡាញ់កាន់ខ្លាំងមែនទែនដោយសារការវឹកហាត់របស់តួប្រុសហ្នឹងគឺវាសាហាវខ្លាំងពេកនៅពេលហ្នឹងដែរចរ៉ូបានឃើញមនុស្សដើរមកហើយចរ៉ូហ្នឹងក៏បានធ្វើបាបតួប្រុសបន្តទៀតឲ្យតួប្រុសហ្នឹងវងឲ្យកាន់តែលឿនហើយក៏បានស្ដីឲ្យតួប្រុសបន្តទៀតថាប៉ុណ្ណឹងសោះកុំឲ្យលួយពេកប៉ះតួប្រុសដែលជាមនុស្សកំពូលវងក៏បានតមកថាមិនមួយទេប៉ុណ្ណឹងសារលប៉ើកហ្នឹងទោះបីថែមចរ៉10នាក់ទៀតក៏មិនជាបញ្ហាដែរចរ៉ស្រាលប៉ើកហ្នឹងអាយ៉ាអូនតិចទៀតជួតរបស់ពិតដែរអូនឲ្យមើលសិនណាកុំឲ្យខាត់ពេលយូរអញ្ចឹងយកដុំថ្មមកដុំទៀតអញ្ចឹងពេលនៅដែរយូសតោអវងបដានឹងធ្វើការហៀលខ្លួនឯងបដាពេលនៅដែរចរ៉ក៏បានគិតថាសមត្ថភាពរបស់តួប្រុសហ្នឹងគឺដល់ចំណុចកំពូលដែលខ្លួននឹងចង់បានហើយតែខ្លួនមិនឈប់ជំនាញឡើយនៅតែបន្តវឹកហាត់តួឯកប្រុសរបស់យើងហ្នឹងឲ្យកាន់តែខ្លាំងតែមើលអូនស៊ូសេណេវិញទៅពេលឃើញសាច់ដុំតួប្រុសរបស់យើងធំអញ្ចឹងក៏ហៀទឹកមាត់បដាហើយក៏បានលន់មកថា Oh my god yes ចំណែកឯប្រូកាស្គីវិញក៏បានលន់មកថាតួឯកប្រុសរបស់យើងក៏ពិតជាសាហាវខ្លាំងមែនទែនដែលបានឆ្លងកាត់ការវឹកហាត់របស់ចៃរ៉ូបានអញ្ចឹងណាតមកយើងឃើញថាលោកមកតបម្នាក់ដែលបានជួបដំណើរប្រូកាស្គីជាមួយនឹងអូនស៊ូសេណេមកដល់ទីនេះហ្នឹងក៏បានធ្វើការក្បួយកោឲ្យចៃរ៉ូដែលមិនពេញចិត្តទៅលើទង្វើដែលចៃរ៉ូហ្នឹងធ្វើបាបតួឯកប្រុសរបស់យើងប៉ុន្តែចៃរ៉ូក៏បានតបវិញថាគ្មានការវឹកហាត់ណាដែលស្រួលនោះទេបើសិនជានាងមិនធ្វើបែបនេះទេប្រកាសណាស់គ្មានអ្នកណាគេខ្លាំងដូចជានាងឡើយការពិតទៅចៃរ៉ូហ្នឹងចង់ឲ្យតួឯកប្រុសរបស់យើងហ្នឹងធ្វើជាអង្គរដៃស្ដាំរបស់នាងដោយសារតែមានវេទមន្ត Magic Healing ហ្នឹងគឺមានតែ2នាក់តែប៉ុណ្ណោះអញ្ចឹងបើសិនជាមានបញ្ហាអីទៅគឺពិបាករកមែនតើគឺមានតែ2នាក់នឹងផងចំណែកយូសតូវិញនៅពេលដែលលឺចៃរ៉ូនិយាយថាខ្លួននឹងខ្លាចជាដៃស្ដាំរបស់ចៃរ៉ូហ្នឹងគឺមានការកាំងខ្លាំងតាមពិតទៅតាំងពីដើមឡើយតួឯកប្រុសរបស់យើងអត់ចូលចិត្តចៃរ៉ូនោះទេដោយសារតែចៃរ៉ូហ្នឹងមកកាច់ខ្លាំងពេកនៅពេលដែលលោកមេតបម្នាក់ហ្នឹងសម្របសម្រួលជាមួយនឹងចៃរ៉ូរួចហើយក៏នាំគ្នាទៅញ៉ាំអាហារយូសតូក៏បានសួរថាចំវីអូននេះណាគេហ្នឹងប្លែកមុខម៉េះចំប្រូឯងនិយាយមីអូនមិនយកដាច់កប្រូខ្ញុំកូនស្ដាច់ហ៎តួឯកប្រុសពេលលឺចឹងហើយតួឯកប្រុសភ័យខ្លាំងមែនតែនដោយសារតែពេលមុនហ្នឹងតួឯកប្រុសរបស់យើងបាននិយាយលេងសើចជាមួយនឹងព្រះនាងហ្នឹងហើយគណៈពេលហ្នឹងដែរតួឯកប្រុសរបស់យើងក៏បានខ្វាយអង្គមព្រះនាងដើម្បីលើកលែងទោសហើយយើងក៏បានដឹងថាតពិតលោកមេតបមិញហ្នឹងគឺជាគ្រូវង្សវឹករបស់ប្រូកាហ្សាគីជាមួយនឹងអូនស៊ូសេណេហើយការវឹកហាត់នៃទាំងពីរហ្នឹងគឺអត់ពិបាកដូចតួឯកប្រុសរបស់យើងទេក៏លេចទៅមើលអូនស៊ូសេណេវិញណាគេនិយាយតែអត់ខ្វល់ទេសំខាន់តែមើលសាច់ដុំរបស់តួប្រុសវិញហើយក៏បានក្រុងចិត្តថាប្រូសុំភ្លក់តិចមកប្រូឃ្លានណាម៉ែមើលសាច់ដុំតួប្រុសវិញកង់តែម្ដងបានសាំអូនស៊ូសេណេមែនតែនតែលាត់ក្បាលពួកគេមើលសាច់ដុំអីណាឡើងខូចពេលហ្នឹងពួកគេក៏បានព្រួយបារម្ភទៀតហើយដោយសារតែការវឹកហាត់របស់តួប្រុសហ្នឹងតទៅមុខទៀតនឹងអាចបំផ្លាញជីវិតរបស់តួប្រុសបានក៏ប៉ុន្តែយូសតូហ្នឹងក៏បានប្រាប់អ្នកទាំងអស់គ្នាថាកុំឲ្យមានការព្រួយបារម្ភអីដោយសារតែខ្លួនហ្នឹងមាន healing ជួយខ្លួនឯងអញ្ចឹងអត់មានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេទោះបីជាការវឹកហាត់នេះពិបាកគុណនឹង10ទៀតក៏គ្មានបញ្ហាដែរដំបូងគឺថាចង់រត់ដែរប៉ុន្តែតស៊ូដើម្បីអ្នកទាំងអស់គ្នាដោយសារតែការវឹកហាត់ដំបូងហ្នឹងគឺវាពិបាកខ្លាំងពេកហើយនឹងចៃរ៉ូហ្នឹងកាច់ដាក់គេពេកមួយវិញទៀតដោយសារតែពិភពលោកមួយនេះធ្វើឲ្យខ្ញុំផ្លាស់ប្ដូរដែលពីមុនមិនសូវចេះនិយាយទេតែឥឡូវមានបងប្អូនមិត្តភក្តិដែលជាគ្រូវង្រៀនមួយទៀតអញ្ចឹងហើយទាំងអស់នេះគឺជាការលើកទឹកចិត្តរបស់តួប្រុសរបស់យើងឲ្យរស់នៅក្នុងពិភពលោកមួយនេះពេលហ្នឹងអាប៉ែក្បាលទាំងអស់ក៏បានចេញមកថាប្រូបាយប្រូឯងប្រូឯងអត់ស៊ីទេខ្ញុំស៊ីណាប្រូចាំតិចប្រូឯងនិយាយឌឺអញ្ចឹងតិចទៀតកដាប់ដៃខ្ញុំហោះទៅកដាលមុខឯងប្រូនិយាយអត់ទាន់ផុតពីមាត់ផងដូចគ្នាកដាលមុខម្នាក់ម្ដាយពេលហ្នឹងប្រូយូសតូហ្នឹងក៏បាននិយាយថាកាលមុនស៊ីបាយអញម្ដងហើយឥឡូវចង់ស៊ីបាយអញម្ដងទៀតឥឡូវយកកដាប់ដៃអញមួយសិនណាចាំស៊ីតទៀតសាច់រឿងកាត់មកពេលតួប្រុសកំពុងតែដេកត្រាំតែក៏បានគិតស្មើសម័យពីរឿងរ៉ាវកន្លងដែលគេបានវឹកហាត់ការវឹកហាត់ទាំងអស់ហ្នឹងធ្វើឲ្យរាងកាយរបស់គេហ្នឹងគឺប្រែប្រួលខ្លាំងមែនតើកាលពីមុនអត់មានសាច់ដុំទេតែឥឡូវមានកង់តែម្ដងបានហើយបើសិនជាអូនស៊ូសេណេបានឃើញសាច់ដុំគេពេលនេះប្រកាសជាហៀទឹកមាត់ហើយនិយាយថា Oh my god ទៀតហើយយូសតូក៏បានគិតថាខ្លួនគឺជាអ្នកជួយសង្គ្រោះដែលមានវិតមន្ត healing តែប៉ុណ្ណោះហេតុអ្វីចាំបាច់មានរាងកាយមមូលហើយមានកម្លាំងខ្លាំងនឹងសាច់ដុំធំធ្វើអ្វីកាលមកដល់ស្អែកឡើងចរ៉ុកក៏បានបបួលតួឯកប្រុសរបស់យើងហ្នឹងឲ្យចេញទៅក្រៅពេលមកដល់ខ្លងទ្វារហើយបានប្រាប់ឲ្យអ្នកយាមទ្វារហ្នឹងបើកទ្វារភ្លាមដោយសារតែគាត់
គាត់ណាមានទូនាទីទៅក្រៅអ្នកយើងទ្វារទៅពេលឃើញចឹងហើយភ័យខ្លាំងមែនទែនបញ្ញាទៅបើកទ្វារលឿននិយាយរួមទៅមកនៃកូននេះណាគេក៏ខ្លាចជារស់ដែរសូម្បីតែស្ដាច់យូសតូក៏បានសួរជារស់ថាជារស់ចង់នាំគាត់ទៅណាអើយបិទមាត់សិនអត់តិចទៀតដឹងហើយប្រូលុះដើរប្រហែលជាបាន10 20គីឡូជារស់ក៏បាននាំតួឯប្រុសរបស់យើងមកដល់ព្រៃបិសាចមួយជារស់បានប្រាប់ឲ្យតួឯប្រុសរបស់យើងហ្នឹងចូលទៅចាប់បិសាចមួយគាត់ហើយបើចាប់មិនបានទេមិនបាច់ចូលផ្ទះនោះទេពេលហ្នឹងជារស់ក៏បានបោះតួឯប្រុសរបស់យើងហ្នឹងចូលទៅក្នុងព្រៃហ្នឹងតែម្ដងហើយសាច់រឿងយើងក៏ចប់ត្រឹមហ្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានចុច Sub ទេជួយចុច Sub admin ម្នាក់មួយផងណាបាទបាយបាយ